ភាគទី30សង្ស៊ូបន្ទាប់ពីគាត់នឹងគឺបានចាក់ចេញពីកន្លែងមួយជាមួយនឹងគ្នារបស់មិត្តភ័ក្តិរបស់គាត់ក្នុងថ្ងៃខួបកណ្ដាលរបស់គ្រីស្ទហើយឥឡូវនៅពេលនឹងដែរទោះបីជាមិត្តភ័ក្តិរបស់គាត់នឹងគឺនៅសាកលវិទ្យាល័យគឺខលមកកាន់គាត់គឺដើម្បីហាយទៅកាន់ខួបកណ្ដាលមិត្តភ័ក្តិយ៉ាងម៉េចក៏ដោយក៏គាត់នឹងគឺបានបដិសេធជាមួយនឹងមិត្តភ័ក្តិរបស់គាត់ទោះបីជាដឹងថានៅពេលនឹងគឺមានជាមួយនឹងស៊ីកងនឹងគឺបានទៅចូលរួមនៅខាងក្នុងកម្មវិធីមួយនឹងក៏ដោយទាំងមិត្តភ័ក្តិវិញគាត់ក៏អត់មានបានបខំឲ្យទៅកាន់សង្ស៊ូនឹងគឺមកទៀតដែរអញ្ចឹងក៏បានបិទលេខទូរស័ព្ទរបស់សង្ស៊ូនឹងគឺត្រឹមតែប៉ុណ្្នឹងហើយចំណែកគ្នារបស់សង្ស៊ូវិញឥឡូវនេះនៅពេលដែលគាត់នឹងគឺបញ្ចប់ជាមួយនឹងការញ៉ាំអីហើយឥឡូវនឹងពួកគាត់គឺនឹងបន្តទៅកន្លែងមួយទៀតពួកគាត់ក៏កំពុងតែសួរគ្នាតើពួកគាត់គឺនឹងចង់ទៅកន្លែងណាទៅទុកអត្ថភាពឲ្យទៅកាន់គ្រីដោយសារតែថ្ងៃនឹងគឺជាថ្ងៃខួបកណ្ដាលរបស់គ្រីនឹងនោះហើយចំពោះគ្រីវិញឥឡូវនឹងក៏បានចាប់ដើមសួរគ្នានឹងគឺទៅវិញទៅមកហើយមិត្តភ័ក្តិរបស់ពួកគាត់ទាំងអស់គ្នានឹងគឺបានពិភាក្សាជាមួយនឹងគ្នាថាពួកគាត់គឺនឹងទៅមើលកុនតែម្ដងទៅដោយសារតែលើនឹងគឺវាហៀងយប់ហើយចំណែកគ្នារបស់គាត់វិញគឺបានយល់ព្រមទាំងអស់គ្នាថាពួកគាត់គឺនឹងទៅមើលកុននៅពេលហ្នឹងអញ្ចឹងពួកគាត់ទាំងអស់គ្នាក៏មិនចាំយូរដែរក៏កំពុងតែធ្វើដំណើរនឹងគឺទៅតាមផ្លូវជាមួយនឹងគ្នាហើយស្របពេលដែលពួកគាត់នឹងកំពុងតែទៅជាមួយនឹងគ្នាយើងមកបន្តចំណែកឯសង្ស៊ូក៏ដូចជាមួយនឹងគ្រីបន្តទៀតវិញចំពោះគ្រីវិញគាត់គឺបានឃើញទៅកាន់សង្ស៊ូអារម្មណ៍របស់គាត់ដូចជាមិនសូវមូលសោះនៅពេលដែលមិត្តភ័ក្តិរបស់គាត់នឹងគឺបានខលមកមុននឹងនោះអញ្ចឹងគាត់ក៏បានសួរអារម្មណ៍របស់សង្ស៊ូហេតុអីបានសង្ស៊ូនឹងគឺមិនសូវសប្បាយចិត្តអញ្ចឹងហើយចំពោះសង្ស៊ូវិញគាត់ក៏អត់បានលាក់ដែរប្រាប់ត្រង់ឲ្យទៅកាន់គ្រីតែម្ដងមិត្តភ័ក្តិរបស់គាត់នឹងគឺបានហៅទៅ birthday ហើយគ្រីវិញគាត់គឺបានដឹកឲ្យតែមិត្តភ័ក្តិរបស់គាត់នឹងគឺហៅនឹងប្រកាសជាមានជាមួយនឹងស៊ីកងនឹងគាត់គឺនៅខាងក្នុងនឹងដែរហើយសួរទៅកាន់សង្ស៊ូទៀតហេតុអីបានសង្ស៊ូនឹងគឺមិនទៅដោយសារតែគាត់ក៏បានដឹងនៅពេលដែលបានជិះស្គីទៅលើភ្នំតកកកាលពីមុនដឹងថាសង្ស៊ូនឹងគាត់គឺកំពុងតែតាមស្រឡាញ់ទៅកាន់ស៊ីកងនឹងដែរហើយចំណែកសង្ស៊ូគ្រាន់តែឮថាគ្រីនឹងគឺនិយាយបែបហ្នឹងបែរជាគាត់នឹងគឺហៀបភ្ញាក់ភ្លឿនរបស់គាត់នឹងគឺព្រឺដែរតើហើយចំណែកគ្រីគាត់ក៏បានបន្តទៀតហើយអំពីសេចក្តីស្រឡាញ់ដែលសង្ស៊ូនឹងគឺមានចំពោះស៊ីកងនឹងគាត់គឺបានដឹងតាំងពីយូរហើយគាត់ក៏ធ្លាប់ប្រាប់ឲ្យទៅកាន់សង្ស៊ូនឹងគឺតាំងពីមុនដែរថានៅពេលដែលស្រឡាញ់ទៅកាន់ពីណាគេម្នាក់កុំឲ្យទៅកាន់សង្ស៊ូនឹងគឺលាក់ជាមួយនឹងអារម្មណ៍របស់គាត់នឹងគឺអីទាំងពេលដែលបាននិយាយបែបហ្នឹងសង្ស៊ូអារម្មណ៍របស់គាត់ដូចជាបានប្រែប្រួលថាចង់ទៅបន្តិចអត់បន្តិចហើយចំណែកគ្រីវិញអ្នកទាំងអស់គ្នាគាត់គឺបានដឹងជាមួយនឹងអារម្មណ៍របស់គាត់ខ្លាំងទោះបីជាគាត់កំពុងតែតាមញ៉ែទៅកាន់សង្ស៊ូយ៉ាងម៉េចក៏ដោយសារតែចិត្តរបស់សង្ស៊ូឥឡូវនឹងគឺអត់ទាន់មានចំពោះគាត់ផងនឹងអញ្ចឹងមានតែគាត់នឹងគឺឲ្យទៅកាន់សង្ស៊ូនឹងគឺធ្វើតាមចិត្តរបស់គាត់សិនធ្វើឲ្យអស់ចិត្តហើយគាត់គឺសុកចិត្តរងចាំទៅកាន់សង្ស៊ូទាំងប្រាប់ឲ្យទៅកាន់សង្ស៊ូបើសិនជាចង់ទៅសង្ស៊ូគឺអាចទៅបានគាត់គឺនៅតែបន្តសកម្មភាពជាមួយនឹងមិត្តភ័ក្តិរបស់គាត់នឹងគឺបានទៀតចោហើយចំណែកសង្ស៊ូនៅពេលដែលគាត់នឹងគឺបានស្ដាប់ឮការនិយាយរបស់គ្រីនឹងគឺអស់ជាច្រើនហើយឥឡូវនឹងគាត់គឺបានផ្លាស់ប្ដូរជាមួយនឹងអារម្មណ៍របស់គាត់ទៅទាំងពេលនឹងមិត្តភ័ក្តិរបស់គាត់ក៏បានចូលមកដល់ហើយគាត់ក៏បានសួរទៅកាន់សង្ស៊ូនឹងតើសង្ស៊ូនឹងគឺចង់មើលរឿងអីចំណែកសង្ស៊ូបែរជាគាត់នឹងគឺបដិសេធជាមួយនឹងមិត្តភ័ក្តិរបស់គាត់ថាគាត់អត់បានទៅមើលទេឥឡូវនឹងគឺសុំទោសមិត្តភ័ក្តិរបស់គាត់មានការបន្ទាន់ដើម្បីទៅធ្វើជាបន្ទាន់ប្រាប់បែបនឹងហើយចាំការទៀតគាត់ក៏បានចាក់ចេញទៅធ្វើឲ្យទៅកាន់មិត្តភ័ក្តិរបស់គាត់នៅពេលហ្នឹងតែដឹងបានថាគេគឺទៅកន្លែងណានោះហើយចំណែកគ្រីវិញគឺបានត្រឹមតែញញឹមទាំងបង្ខំចិត្តរបស់គាត់នោះទេក៏លេខមកមើលខាងគ្នារបស់ស៊ីកងវិញគ្នារបស់ស៊ីកងគាត់ក៏កំពុងតែធ្វើដំណើរទៅកន្លែងទី2គឺជាការ៉ាអូខេរបស់ពួកគាត់នឹងហើយកំពុងតែធ្វើដំណើរនឹងយីរងគាត់ក៏បានផ្ញើសារមកប្រាប់ថាឥឡូវនឹងគាត់ក៏តិចទៀតនឹងគឺនឹងមកដល់ដែរយត់ដំណឹងមួយនឹងគឺប្រាប់ឲ្យតកាស៊ីកងនឹងគឺបានដឹងទៀតតែស៊ីកងវិញមើលទៅគាត់ដូចជាមិនបានស្អប់ខ្ពើមតកាយីរងអីទេយីរងមកនឹងគឺជាមកទៅដោយសារតែពួកគាត់ក៏ជាមិត្តភ័ក្តិជាមួយនឹងគ្នាដែរនឹងចំណែកសង្ស៊ូវិញអ្នកទាំងអស់គ្នាសង្ស៊ូវិញគាត់ក៏កំពុងតែនៅលើឡានតាក់ស៊ីបន្តដំណើរដើម្បីទៅរកជាមួយនឹងស៊ីកងនឹងហើយកំពុងតែធ្វើដំណើរជិះតាមឡានតាក់ស៊ីហ្នឹងគាត់ក៏បាននឹកឃើញអំពីពាក្យសម្ដីរបស់គ្រីហើយគាត់ក៏បាននឹកឃើញអំពីសកម្មភាពដែលគាត់នឹងគឺបានជួបជាមួយនឹងស៊ីកងនៅពេលដែលគាត់នឹងគឺបានជិះស្គីនៅលើភ្នំតកកមួយនឹងនោះនឹកឃើញអំពីសកម្មភាពដែលគាត់នឹងគឺបានឃើញជាមួយនឹងស៊ីកងនឹងគឺច្រើនធ្វើឲ្យគាត់នៅពេលហ្នឹងគឺកាន់តែនឹកទៅកាន់ស៊ីកងប្រាប់ឲ្យទៅកាន់តកងឡានតាក់ស៊ីប៉ុន្តែថែមលម្អឿនគឺឆាប់ទៅដល់ឆាប់នឹងគឺថែមទៀត
ឥឡូវនឹងគឺនៅខាងក្នុងក្រៅអូខេវិញពួកគាត់ទាំងអស់គ្នាគឺបានមកដល់ហើយកម្មវិធីសប្បាយៗក៏ដូចជាមួយនឹងការច្រៀងរាំរបស់ពួកគាត់ក៏បានចាប់ផ្ដើមនៅពេលនឹងដែរហើយចំណែកបរោះគឺជាមិត្តភក្តិរបស់ស៊ីកងវិញគាត់ក៏បានឡើងច្រៀងហើយគឺអបអរសាទរទៅកាន់ម្ចាស់ខួបកំណើតរបស់មិត្តភក្តិរបស់ស៊ីកងក៏ជាសង្សាររបស់គាត់នឹងគឺដែរបន្តមកទៀតឥឡូវនឹងគឺចង់ស្នើសុំឲ្យទៅកាន់ស៊ីកងឲ្យឡាស៊ីកងនឹងគឺឡើងច្រៀងមកបត់ទៅប៉ុន្តែស៊ីកងគាត់ក៏បានបដិសេធថាសម្លេងរបស់គាត់ប៉ាគេដែលគេនឹងគឺស្ដាប់ទៅប្រកាសជាគេនឹងគឺចាក់ចេញទៅអស់ហើយទាំងពេលដែលបាននិយាយបែបហ្នឹងហើយអាស៊ីកងវិញគឺបន្តការនិយាយលេងជាមួយនឹងមិត្តភក្តិរបស់គាត់នឹងគឺបន្តទៀតហើយមិត្តភក្តិហ្នឹងហើយគឺជាមិត្តភក្តិស្និទ្ធស្នាលបំផុតរបស់គាត់កាលពីនៅសាកលវិទ្យាល័យកំពុងតែនិយាយលេងជាមួយនឹងមិត្តភក្តិរបស់គាត់វិញសង្សាររបស់គាត់វិញក៏បានSMS មកសួរទៅកាន់ស៊ីកងតើស៊ីកងនឹងគឺនៅជាមួយនឹងគ្នារបស់គាត់នឹងគឺសប្បាយអត់ហើយស៊ីកងនឹងកំពុងតែធ្វើអីគេខ្លះចឹងទៅស៊ីកងវិញគាត់ក៏បានប្រាប់ឲ្យថាពិតជាសប្បាយហើយមិញហ្នឹងមិត្តភក្តិរបស់គាត់គឺចង់ឲ្យគាត់នឹងគឺឡើងច្រៀងទៀតតែគាត់ក៏បានបដិសេធលេងយូរឃើញសារមួយហ្នឹងហើយបែរជាគាត់នឹងគឺចិត្តជាចង់ស្ដាប់ជាមួយនឹងសំឡេងរបស់ស៊ីកងនឹងគឺជ្រាខ្លាំងមែនទែនចំណែកស៊ីកងតទៅយូរបើគាត់នឹងគឺជ្រៀកឲ្យទៅកាត់មិត្តភក្តិរបស់គាត់នឹងគឺបានស្ដាប់ទាំងពេលដែលបានផ្ញើសារមួយនឹងហើយឥឡូវនឹងយីរងវិញគាត់ក៏បានចូលមកដល់ហើយក៏បានអបអរថ្ងៃខួបកំណើតនឹងទៅកាន់មិត្តភក្តិរបស់គាត់នៅខាងក្នុងកម្មវិធីមួយនឹងដែរនឹងហើយចំណែកយីរងនៅពេលដែលបានអង្គុយនិយាយជាមួយនឹងមិត្តភក្តិរបស់គាត់មើលទៅថាគាត់ឥឡូវនឹងដូចជាលក្ខណៈថា move on ជាមួយនឹងសងស៊ូឬក៏អត់ទេនេះចាំមើលនៅពេលដែលសងស៊ូនឹងគឺមកដល់មើលតើនឹងមានរឿងអីកើតឡើងបន្តទៀតទៅទាំងយីរងគាត់ក៏បានរាក់ទាក់ស្វាគមន៍ឬក៏និយាយលេងជាមួយនឹងស៊ីកងអីចឹងទៅហ្នឹងហើយចំពោះស៊ីកងវិញគាត់ក៏បានឆ្លើយតបដូចជាធម្មតាដែរទៅសួរសុកទុកគ្នាក៏ដូចជាមួយនឹងការនិយាយលេងជាមួយនឹងគ្នានឹងគឺអស់រៀងច្រើនដែរពួកគាត់នៅវិញក៏បានចាប់ដើមសួរអំពីអ្វីដែលពួកគាត់ទាំងអស់គ្នានឹងកំពុងតែធ្វើជាភាសាគឺជាយីរងនឹងតែម្ដងយីរងដោយសារតែទឹកមុខរៀងស្រស់បាយហើយមើលទៅសម្លៀកបំពាក់ក៏រៀងល្អជាងគេអំណោយដែលបានយកមកចូលរួមថ្ងៃខួបកំណើតនឹងក៏វារៀងថ្លៃជាងគេទៀតសួរទៅកាន់យីរងតើការងាររបស់យីរងឥឡូវនឹងគឺល្អអត់យីរងវិញគាត់គឺធ្វើការនៅសៀងហៃទីក្រុងសៀងហៃប្រកាសជាទទួលបានការងារល្អហើយគឺប្រាក់កម្រៃក៏វាខ្ពស់ដែរទាំងពេលដែលបាននិយាយបែបហ្នឹងនិយាយខ្លាំងដូចជាចង់ឲ្យតកាត់ស៊ីកននឹងគឺបានស្ដាប់ឮអញ្ចឹងហើយចំណែកឯអារម្មណ៍របស់គាត់នឹងគឺមួយទៀតបែរជាគាត់នឹងគឺចង់ដឹងការងាររបស់ស៊ីកងដែរដោយសារតែគាត់គឺបានដឹងថាស៊ីកងឥឡូវនឹងគឺធ្វើការនៅក្នុងក្រុមហ៊ុន PV នឹងនោះហើយយីរងវិញគាត់គឺធ្វើការនៅក្នុងក្រុមហ៊ុនអចលនទ្រព្យកំពុងតែល្បីនៅក្នុងប្រទេសរបស់គាត់ហើយចំណែកក្រុមហ៊ុនការងារ PV វិញដូចជាអត់សូវមានទីផ្សារទេនិយាយនឹងដូចជាកំពុងតែចង់ប្រឆាំងជាមួយនឹងស៊ីកងអញ្ចឹងហើយចំពោះស៊ីកងនៅពេលដែលគេនឹងគឺឆ្លើយតបមកកាន់គាត់បែបហ្នឹងហើយគាត់គឺមិនស៊ីនមិន no reply ណាស៊ីនហើយគាត់ក៏បាន reply ឲ្យទៅកាន់យីរងនឹងគឺប៉ាំងតែម្ដងគាត់ reply ដាក់ទៅកាន់យីរងនឹងថាអញ្ចេះតែយីរងនឹងគឺគិតថាការងារអចលនទ្រព្យរបស់គាត់នឹងគឺធ្វើការនឹងគាត់គឺអត់មានឡើងចុះទេហើយចុះការងារ PV ជាការងារលក់ប្រទេសគីសនីរបស់គាត់នឹងតើការងាររបស់គាត់នឹងគឺនៅតែថយរហូតមែនចាំមើលទៅថារយៈពេលប្រហែលឆ្នាំ 2-3 ឆ្នាំទៅពេលខាងមុខទៀតថាពីការងាររបស់ពួកគាត់នឹងតើពីណាគេនឹងគឺល្អជាងពីណាគេទៅស៊ីកងគាត់គឺចិត្តបើកជាមួយនឹងក្រុមហ៊ុនរបស់គាត់ជាមួយលីងយូហើយចំណែកយីរងវិញគាត់គឺជាអ្នកដែលធ្វើការឲ្យគេសោះបែរជាគាត់នឹងគឺហ៊ានតមាត់ជាមួយនឹងស៊ីកងហើយចំណែកស៊ីកងគឺដាក់ឲ្យគេគឺអត់ហ៊ានប្រអាប់មុខខ្លាំងទេបានដាក់តែមួយគ្រាប់ពីរគ្រាប់ចឹងទៅធ្វើឲ្យតកាន់យីរងវាគឺរៀងទក់សាច់បន្តិចចំណែកមិត្តភ័ក្តិនៅពេលដែលបានឃើញសកម្មភាពរបស់ពួកគាត់ទាំងពីរកំពុងតែតតាំងជាមួយនឹងគ្នាដូចជាវាមិនល្អទេក៏បានប្រឈប់កុំឲ្យពួកគាត់ទាំងពីរអ្នកហ្នឹងគឺនិយាយខ្លាំងជាមួយនឹងគ្នាបន្តទៀតអីស្រាមានតែប្រហែលឈៀលជាមួយនឹងគ្នានឹងគឺបន្តិចសិនទៅចឹងម្ចាស់ខួរកណាតវិញក៏បានឡើងមកហើយសួរទៅកាន់ពួកគាត់ឥឡូវនឹងគឺចង់កំងបត់អីចាក់បត់នឹងដើម្បីច្រៀងក៏ដូចជាមួយនឹងការរាំជាមួយនឹងគ្នាហើយបត់ចម្រៀងមួយនឹងនៅពេលដែលបានចាក់ភ្លាមស្រាប់តែសងស៊ូវិញក៏បានមកដល់ល្មមអញ្ចឹងសងស៊ូវិញគាត់ក៏បានចាប់ដើមកម្មវិធីនឹងជាមួយនឹងពួកគាត់ទាំងអស់គ្នានឹងដែរនឹងមកក្រោយគេពេញណៃមកកែវលើកដាច់អកតែម្ដងនៅពេលហ្នឹងបន្ទាប់ពីសងស៊ូនឹងគឺបានផឹកហើយឥឡូវនឹងមានមិត្តភក្តិម្នាក់ក៏បានឡើងច្រៀងមកបត់ឲ្យទៅកាន់ពួក
គាត់ទាំងអស់គ្នានឹងគឺបានស្ដាប់អញ្ចឹងទៅពេលដែលកំពុងតែស្ដាប់ចម្រៀងនោះស៊ីកងវិញគាត់ក៏បានតបសាររបស់គាត់នឹងជាមួយនឹងលីងយូនឹងគឺតទៀតហើយចំណែកឯមិត្តភ័ក្តិរបស់សងស៊ូវិញបន្តការសួរទៅកាន់សងស៊ូសួរដល់សួរច្រើនពេកសង្ស័យប៉ះពាល់ទៅកាន់ស៊ីកងក៏ដូចជាមួយនឹងយីរងទេនោះហើយចំណែកប៉ែមើលសងស៊ូនឹងសលឹងមើលមិនដាក់ភ្នែកទេនោះតែឡើងស៊ីកងនោះចង់បានស្អីពីគេពិតប្រកបទៀតហើយស៊ីកងវិញគាត់ក៏មិនមើលហើយគាត់ក៏មិនខ្វល់ទៅកាន់សងស៊ូនឹងដែរសងស៊ូនឹងគឺចង់ធ្វើអីធ្វើទៅហើយស៊ីកងវិញគឺលេងជាមួយនឹងមិត្តភ័ក្តិរបស់គាត់រហូតដល់មិត្តភ័ក្តិបានច្រៀងមិញឥឡូវនឹងគឺបានបញ្ចប់ហើយចំណែកសងស៊ូវិញមិនដឹងតែគាត់នឹងគឺខានផឹកប្រមាណថ្ងៃទេមកដល់ផឹកយកអកហើយចម្រៀងដែលមិត្តភ័ក្តិរបស់គាត់កំពុងតែច្រៀងគឺសិតតែជាបទសែតបទមនោសញ្ចេតនាទៀតចូលដល់កោសែតពេញបឹបកំពុងតែសែតផងស្រាប់តែមិត្តភ័ក្តិរបស់គាត់នឹងគឺយល់ចិត្តទៀតដាក់ចម្រៀងដែលច្រៀងមកនឹងគឺដាក់គឺជាបទដែលគាត់នឹងគឺចេះច្រៀងហើយក៏ជាបទដែលគាត់នឹងគឺចូលចិត្តអញ្ចឹងនៅពេលនឹងបែរជាសងស៊ូវិញគាត់ក៏បានឡើងមកច្រៀងចម្រៀងមួយបទនឹងតែម្ដងហើយនៅពេលដែលសងស៊ូនឹងកំពុងតែច្រៀងហេតុអីបើគាត់នឹងគឺច្រៀងបទនឹងគឺជាបទដែលគាត់នឹងគឺធ្លាប់ឮទៅកាន់ស៊ីកងនឹងគឺច្រៀងកាលពីនៅសាកលវិទ្យាល័យនឹងនោះអញ្ចឹងនៅពេលដែលគាត់នឹងគឺបានច្រៀងនឹងដូចជាចង់ពងដែលផ្ញើសារឲ្យទៅកាន់ស៊ីកងអញ្ចឹងហើយអ្នកទាំងអស់គ្នាមើលទៅកាន់ស៊ីកងទៅស៊ីកងគឺតែងតែស្ដាប់បទនឹងជាមួយនឹងមិត្តភ័ក្តិរបស់គាត់នៅពេលដែលគាត់នឹងគឺទៅនៅខាងក្នុងបន្ទប់ហើយសងស៊ូច្រៀងនឹងគឺដើម្បីគាត់នឹងគឺអាចនឹងឲ្យទៅកាន់ស៊ីកងនឹងគឺបានយល់ជាមួយនឹងអារម្មណ៍របស់គាត់ថាគាត់នឹងគឺសោកស្ដាយប៉ុណ្ណានៅពេលដែលបានបោះបង់ជាមួយនឹងស៊ីកងកាលពីមុនមិនអាចយកទៅកាន់ស៊ីកងបានជំរឿសរបស់គាត់នឹងគឺជ្រើសច្រើនពេកនឹងនោះច្រៀងបទសែតគឺមកចប់អស់ហើយបែរជាគាត់នឹងគឺយកស្រានៅលើតុរបស់គាត់នឹងគឺមានទាំងប្រមាណអកផឹកយកហើយស៊ីកងវិញគាត់បលែងលេងនិយាយលេងជាមួយនឹងមិត្តភ័ក្តិរបស់គាត់នឹងគឺបន្តទៀតអញ្ចឹងទៅបន្ទាប់ពីគាត់នឹងគឺចំណាយពេលមិនដឹងថាអស់ប្រមាណម៉ោងនៅខាងក្នុងនឹងទេស៊ីកងវិញគឺជាអ្នកទី1ដែលគាត់នឹងគឺសមមិត្តភ័ក្តិរបស់គាត់នឹងគឺចាក់ចេញទៅមុនហើយដោយសារតែមានមនុស្សនឹងមកយកគាត់នៅពេលបន្តិចទៀតនឹងនោះប្រាប់មិត្តភ័ក្តិរបស់គាត់ហើយក៏បានបាយលាទៅកាន់មិត្តភ័ក្តិរបស់គាត់នឹងគឺចាក់ចេញទៅបាត់នៅពេលដែលស៊ីកងនឹងគឺបានចាក់ចេញទៅបាត់សងស៊ូដូចជាមិនស្រួលទេហើយចំណែកស៊ីកងនៅពេលដែលគាត់នឹងគឺចេញមកដល់ខាងក្រៅឃើញតុនសាយនៅតាមផ្លូវរបស់គាត់មើលទៅវាស្រស់ស្អាតអញ្ចឹងគាត់ក៏បានមកលេងជាមួយនឹងតុនសាយក៏ដូចជាមួយនឹងផ្ញើសារប្រាប់ទៅកាន់លេងយូថាគាត់នឹងគឺកំពុងតែចាក់ចេញទៅហើយស្របពេលដែលគាត់កំពុងតែលេងជាមួយនឹងតុនសាយតបសារជាមួយលេងយូបែបហ្នឹងអ្នកទាំងអស់គ្នាមើលទៅគាត់ដូចជាពេញចិត្តជាមួយនឹងតុនសាយប៉ុន្តែនៅក្រោយខ្នងរបស់គាត់សងស៊ូវិញគឺនៅពីក្រោយខ្នងហើយគាត់ក៏បានកលេចដើមបន្តិចឃើញទៅកាន់សងស៊ូនឹងគឺល្មមនៅពេលដែលបានឃើញជាមួយនឹងសងស៊ូហើយគាត់ដូចជាអត់ចង់និយាយជាមួយនឹងសងស៊ូទេគាត់គឺចង់កិច្ចប៉ុន្តែសងស៊ូមិនឲ្យទៅកាន់ស៊ីកងនឹងគឺកិច្ចទេគាត់ក៏បានហៅទៅកាន់ស៊ីកងនឹងគឺមកនិយាយជាមួយនឹងគ្នានឹងគឺបន្តិចទាំងសងស៊ូវិញគាត់ក៏បានសួរទៅកាន់ស៊ីកងនឹងគឺត្រង់អំពីទំនាក់ទំនងរបស់ស៊ីកងជាមួយលីងយូគឺជាទំនាក់ទំនងពិតប្រាកដហើយនៅគាត់គឺមិនចង់ឲ្យទៅកាន់ស៊ីកងនឹងគឺមានទំនាក់ទំនងបែបហ្នឹងទេហើយគឺជាពីណាគេបែរជាចង់ហាមឃាត់ទៅកាន់ស៊ីកងនឹងហើយចំពោះស៊ីកងវិញមើលទៅគាត់ដូចជាអត់មានបានឆ្លើយតបជាមួយនឹងសំណួរដែលសងស៊ូនឹងគឺបានសួរមកកាន់គាត់ទេគិតថារឿងមួយហ្នឹងគឺវាលេងសំខាន់សម្រាប់ពួកយើងទាំងពីរអ្នកនឹងទៀតទៅឥឡូវនឹងពួកយើងគឺឈប់មានទំនាក់ទំនងអ្វីជាមួយនឹងគ្នាក៏មិនអាចប្រាប់គ្នានឹងគឺច្រើនដូចពីមុនតទៀតដែរសងស៊ូនៅពេលដែលបានឮទៅកាន់ស៊ីកងនឹងគឺនិយាយបែបហ្នឹងហើយរៀងមានអារម្មណ៍ថាដូចជាមិនសូវសប្បាយចិត្តទេកាលពីមុនស៊ីកងគឺតែងតែចង់និយាយជាមួយនឹងគាត់នៅពេលដែលគាត់នឹងគឺនិយាយជាមួយនឹងស៊ីកងអញ្ចឹងទៅប៉ុន្តែឥឡូវបែរជាស៊ីកងនឹងគឺអត់មានចង់និយាយជាមួយនឹងសងស៊ូនឹងណាទោះបីជាសងស៊ូវិញគឺសួរទៅកាន់ស៊ីកងហេតុអីបានស៊ីកងនៅពេលដែលចប់សាកលវិទ្យាល័យរបស់គាត់មិនពេលនឹងស៊ីកងគឺប្រាប់ប្រកាន់គាត់ថាគាត់គឺបានត្រឹមតែទៅលេងជាមួយនឹងប្រទេសខាងក្រៅជាមួយនឹងគ្រួសាររបស់គាត់ទេប៉ុន្តែហេតុអីបានគាត់នឹងគឺទៅរៀនប្រទេសខាងក្រៅនឹងចឹងហើយចំណែកឯស៊ីកងវិញហើយគាត់ទៅលេងហើយគាត់ទៅរៀនអានឹងគឺជាសិទ្ធិរបស់គាត់ជាមួយនឹងប្អូនប្រុសរបស់គាត់នឹងហេតុអីបានប្រាប់ឲ្យទៅកាន់សងស៊ូនឹងគឺឲ្យបានដឹងចឹងហើយសងស៊ូវិញពេលនឹងគាត់គឺខំចាំទៅកាន់ស៊ីកងប៉ុន្តែអត់មានទទួលបានដំណឹងរបស់ស៊ីកងទោះបីជាគាត់ខលទោះបីជាគាត់ផ្ញើសារទៅកាន់ស៊ីកងក៏ស៊ីកងគឺមិនបានឆ្លើយតបមកកាន់គាត់នៅពេលហ្នឹងធ្វើឲ្យគាត់នឹងគឺចាំយូរធ្វើបាបទៅកាន់គេឡើងយូរគ្រាន់តែឲ្យគេនឹងគឺចាំប៉ុណ្ណឹងរៀងអន់ចិត្តដែរ
និយាយបែបហ្នឹងហើយចរាយន្តក៏បានបើកគាត់ក៏បានដើរចូលទៅខាងក្នុងចរាយន្តនឹងគឺបាត់ទៅហើយចំណែកឯសងស៊ូនៅពេលដែលបានឃើញគេនឹងគឺបានចូលចរាយន្តព្យាយាមបើកចរាយន្តប៉ុន្តែបើកគឺវាមិនកើតណាស៊ីកងវិញគាត់ក៏បានចោះទៅខាងក្រោមបាត់ទៅហើយចំណែកសងស៊ូវិញឃើញគេនឹងគឺចោះទៅខាងក្រោមមិនទាត់អស់ចិត្តទេនៅពេលហ្នឹងគាត់ក៏បានរត់ចោះទៅខាងក្រោមដើម្បីតាមជាមួយនឹងស៊ីកងទៀតហើយចំណែកស៊ីកងនៅពេលដែលគាត់នឹងគឺចោះមកដល់ខាងក្រោមដើរចេញទៅខាងក្រៅដើម្បីទៅរកឡានតាក់ស៊ីរបស់គាត់នឹងនោះប៉ុន្តែនៅពេលហ្នឹងអ្នកទាំងអស់គ្នារៀបចូលនៅក្នុងឡានតាក់ស៊ីហ្នឹងស្រាប់តែពេលហ្នឹងដែរសងស៊ូវិញគាត់ក៏បានមកដល់ហើយគាត់ក៏បានចាប់ដៃរបស់ស៊ីកងហើយគាត់គឺមិនអោយតកាន់ស៊ីកងនឹងគឺចូលទេគាត់នៅមានរឿងជាច្រើនទៀតដើម្បីសួរតកាន់ស៊ីកងមិនទាន់អោយតកាន់ស៊ីកងនឹងគឺចាក់ចេញនោះទេអាការពីមុនគាត់គឺពិតជាធ្វើខុសដែលទុកឲ្យតកាន់ស៊ីកងនឹងគឺមានការភ័ន្តច្រឡំអញ្ចឹងគាត់គឺសំទោសតកាន់ស៊ីកងហើយចំណែកស៊ីកងវិញគាត់គឺសេណូដាក់តកាន់សងស៊ូហើយទោះបីជាពេលវេលាការពីមុនគឺត្រឡប់មកវិញទៀតក៏គាត់នឹងគឺជឿរើសផ្លូវនឹងហើយគាត់គឺមិនចង់ស្គាល់ជាមួយនឹងសងស៊ូនឹងគឺបន្តទៀតនោះទេចំណែកសងស៊ូវិញមើលទៅគាត់គឺនិយាយច្រើនជាមួយនឹងស៊ីកងនឹងខ្លាំងដោយសារតែគាត់គឺចង់ឲ្យតកាន់ស៊ីកងនឹងគឺត្រឡប់មកវិញហើយទុកគាត់នឹងគឺសារជាថ្មីម្ដងទៀតនឹងនោះធ្វើបាបតកាន់គេនឹងគឺមកកណូហើយបែរជានិយាយពាក្យនឹងគឺវាសមដែរហើយចំណែកស៊ីកងអ្នកទាំងអស់គ្នាគាត់ក៏អត់មាននិយាយសាមតប៉ែជាមួយនឹងសងស៊ូនឹងច្រើនទៀតដែរគាត់ប្រាប់តកាន់សងស៊ូថាចេះឥឡូវហ្នឹងគាត់គឺមានសង្សាររបស់គាត់ហើយទាំងប្រាប់ឲ្យតកាន់សងស៊ូនឹងគឺឈប់គិតផ្ដេសផ្ដាស់អំពីទំនាក់ទំនងរបស់ពួកយើងទាំងពីរអ្នកនឹងគឺតទៀតទៅពួកយើងឥឡូវហ្នឹងគឺច្រាស់បាសជាមួយនឹងគ្នានឹងគឺអស់ហើយទាំងគាត់ក៏មានសង្សារកុំឲ្យតកាន់សងស៊ូនឹងគឺមកលុកលំជាមួយនឹងគាត់ខ្លាចសង្សាររបស់គាត់នឹងគឺមានការភ័ន្តច្រឡំទាំងពេលដែលបានលឺបែបហ្នឹងសងស៊ូនឹងគឺរៀបអូឈឺចុកចាប់តិចដែរតាទាំងគាត់នឹងគឺចង់ប្រកួតប្រជែងជាមួយលីងយូនៅពីមុខរបស់ស៊ីកងនឹងថែមទៀតប៉ុន្តែស៊ីកងវិញគាត់មិនចង់ឲ្យតកម្មមនុស្សដែលគាត់នឹងគឺស្រឡាញ់ទៅប្រកួតប្រជែងជាមួយនឹងបណ្ណាគេទេដោយសារតែគាត់នឹងគឺមានតែមនុស្សម្នាក់នឹងគឺសំខាន់សម្រាប់គាត់អញ្ចឹងគាត់គឺត្រូវតែយកតែម្នាក់នឹងហើយប្រាប់ឲ្យតកាន់សងស៊ូកុំតាមគាត់នឹងគឺតទៀតនឹងគឺបានអត់គាត់នឹងគឺសមអញ្ចឹងអ្នកទាំងអស់គ្នាសងស៊ូនៅពេលដែលមានឱកាសដើម្បីនៅក្បែរជាមួយនឹងស៊ីកងគាត់គឺអត់ចាប់យកឱកាសទេចង់ខ្លួនមួយគឺជិះទូកពីយកទៅកាន់យីរងហើយក៏ដូចជាមួយស៊ីកងទៀតឥឡូវនឹងស៊ីកងគាត់គឺរើសទៅកាន់មនុស្សម្នាក់ដែលគាត់នឹងគឺអាចទុកចិត្តបានយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកទោះបីជាអបសងស៊ូ10នាក់ទៀតដែលគាត់នឹងគឺស្រឡាញ់កាលពីមុនក៏ស៊ីកងនឹងគឺមិនយកភ្នែកមើលទៅកាន់សងស៊ូដែរធ្វើឲ្យទៅកាន់សងស៊ូឥឡូវនឹងគឺយល់អារម្មណ៍របស់ស៊ីកងហើយដែលស៊ីកងនឹងគឺបានឈឺចុកចាប់ទាំងប្រមាណកាលពីមុនហ្នឹងឥឡូវហ្នឹងគឺកម្មគឺវាសងឲ្យតកាន់សងស៊ូនឹងគឺទទួលបាននៅអ្វីដែលសងស៊ូនឹងគឺធ្លាប់ធ្វើដាក់តកាន់ស៊ីកងកាលពីមុនស្របពេលដែលកំពុងតែនិយាយទាំងប្រមាណហ្នឹងមិត្តភ័ក្តិរបស់ស៊ីកងក៏ដូចជាមួយនឹងសងស៊ូវិញគាត់ក៏បានចេញមកហើយគាត់ក៏បានស្ដាប់ឮនៅអ្វីដែលមិត្តភ័ក្តិរបស់គាត់កំពុងតែនិយាយទៀតធ្វើឲ្យតកាន់សងស៊ូនៅពេលហ្នឹងគឺមុខគឺក្រាបទៅដល់ដីបាត់ទៅហើយចំណែកឯស៊ីកងទោះបីជាឃើញមិត្តភ័ក្តិរបស់គាត់ក៏គាត់នៅពេលហ្នឹងគឺអត់មាននិយាយដែរគាត់គឺបានត្រឹមតែឡើងឡានតាក់ស៊ីហើយគាត់ក៏បានបើកចាក់ចេញទៅខាងក្រៅនៅពេលហ្នឹងបាត់ទៅនឹងហើយគឺជាអ្វីដែលសងស៊ូនឹងគឺធ្វើទាំងប្រមាណចុងក្រោយសាច់ក៏មិនបានទឹកក៏មិនបានផឹកទៀតអញ្ចឹងមានតែគាត់ហ្នឹងគឺដកដង្ហើមដែលអត់មានបានផឹកអត់មានបានញ៉ាំអីទាំងអស់នឹងទៅឈឺចាប់ខ្លាំងណាស់ស៊ីកងនៅពេលដែលបាននិយាយស្រេចបាត់ជាមួយនឹងសងស៊ូហើយឥឡូវនឹងគាត់ក៏បានមកអង្គុយតែម្នាក់ឯងនៅកន្លែងវាលកំពុងតែមានខ្យល់ត្រជាក់បក់មកលើគាត់ដូចជាកំពុងតែរងចាំទៅកាន់លីងយូនឹងអញ្ចឹងស្របពេលដែលកំពុងតែលងចាំទៅកាន់លីងយូហ្នឹងលីងយូវិញគាត់ក៏មិនអោយទៅកាន់ស៊ីកងហ្នឹងគឺរងចាំយូរដែរគាត់ក៏បានចូលមកហើយប្រាប់ទៅកាន់ស៊ីកងសុំទោសទៅកាន់ស៊ីកងដែលធ្វើឲ្យទៅកាន់ស៊ីកងហ្នឹងគឺរងចាំគាត់ហ្នឹងគឺយូរស៊ីកងគាត់ក៏បានមកអោបទៅកាន់សងស៊ូថាឥឡូវហ្នឹងអ្នកដែលគាត់ហ្នឹងគឺចង់នៅក្បែរបំផុតគឺជាសងស៊ូនឹងសងស៊ូវិញគាត់ក៏បានមកដល់និយាយទៅភាពកក់ក្ដៅដែលស៊ីកងទទួលបានពីសងស៊ូគឺសងស៊ូគឺតែងតែឲ្យគាត់ហ្នឹងគឺលឹះលប់ខ្លាំងមែនទែននឹងហើយគឺជាអ្វីដែលមនុស្សស្រីគ្រប់គ្នានឹងគឺចង់បានត្រូវអត់ស្រីគ្នាយើងស្លាប់គ្នាយើងស្រីទាំងអស់គ្នាដែលកំពុងតែមើល
ស្របពេលដែលកំពុងតែមានភាពស្និទ្ធស្នាលជាមួយនឹងគ្នាផងអ្នកទាំងអស់គ្នាលីងយូគាត់គឺមិនមែនមកតែម្នាក់ឯងណាទៅជួបជាមួយនឹងសាស្ត្រាចារ្យហើយគាត់ក៏បានមកជាមួយនឹងសាស្ត្រាចារ្យធ្វើឲ្យតកាន់ស៊ីកងគាត់តែលឺបែបហ្នឹងសាស្ត្រាចារ្យកលេចមកឃើញមែនសាស្ត្រាចារ្យលីហើយសាស្ត្រាចារ្យលីក៏ដូចជាមួយនឹងប្តីរបស់គាត់ក៏បានទៅសារអំពីទំនាក់ទំនងរបស់ពួកគាត់ទាំងពីរមានភាពច្បាស់លាស់ជាមួយនឹងគ្នាផ្ដល់ភាពឲ្យគ្នានឹងគឺទៅវិញទៅមកដើម្បីទទួលបានភាពកក់ក្ដៅត្រឡប់មកវិញធ្វើបែបហ្នឹងសាស្ត្រាចារ្យទាំងពីរក៏បានទៅសារទៅកាន់ពួកគាត់អញ្ចឹងទៅហើយអ្នកដែលបានអៀនជាងគេនឹងមានពីណាគេទៀតក្រៅពីស៊ីកងហ្នឹងហើយមិញរត់មកអោបជាមួយនឹងសងស៊ូឡើងពេញបឹបអស់តោះនៅពេលដែលបានបញ្ចប់សាស្ត្រាចារ្យលីដូចជាអត់មានបានបន្តសកម្មភាពជាមួយលីងយូក៏ដូចជាមួយនឹងស៊ីកងបន្តទៀតណាពួកគាត់ទាំងពីរក៏កំពុងតែបើកឡានត្រឡប់ទៅវិញតែស៊ីកងវិញគាត់ក៏បានឆ្ងល់ជាមួយនឹងទំនាក់ទំនងរបស់សាស្ត្រាចារ្យលីជាមួយនឹងប្តីរបស់គាត់នឹងនោះលីងយូគាត់ក៏បានប្រាប់ឲ្យទៅកាន់ស៊ីកងនឹងគឺបានដឹងថាចេះកាលពីមុនណាពួកគាត់ទាំងពីរអ្នកនឹងគឺជាសិស្សហើយក៏ដូចជាមួយនឹងគ្រូហើយចុងក្រោយបែរជាប្តីរបស់សាស្ត្រាចារ្យលីនឹងគឺតាមញ៉ែទៅកាន់សាស្ត្រាចារ្យលីក៏បានទទួលយកទៅកាន់ប្តីរបស់គាត់បានធ្វើឲ្យទៅកាន់ប្តីរបស់គាត់ឥឡូវហ្នឹងគឺនិយាយភាសាចិនគឺបានល្អខ្លាំងមែនទែនឬបែបហ្នឹងហើយធ្វើឲ្យទៅកាន់ស៊ីកងការពិតកូនសិស្សកំពុងតែតាមស្រឡាញ់ទៅកាន់អ្នកគ្រូណនិយាយបែបហ្នឹងធ្វើឲ្យទៅកាន់ពួកគាត់ទាំងពីរដូចគ្នាដែរឥឡូវហ្នឹងបុគ្គលិកកំពុងតែតាមស្រឡាញ់ទៅកាន់ CEO នេះពួកគាត់ក៏បានសោចញញឹមដាក់គ្នានិយាយរឿងដែលពួកគាត់ហ្នឹងគឺសប្បាយជាមួយនឹងគ្នាប៉ុន្តែពីស៊ីកងហ្នឹងគឺបានឆ្លងកាត់រឿងដែលប៉ានឹងដោះស្រាយជាមួយនឹងសងស៊ូមុននឹងថ្ងៃថ្មីរបស់ស៊ីកងឥឡូវនឹងស៊ីកងគាត់ក៏បានមកធ្វើការនៅក្រុមហ៊ុនដូចដងអញ្ចឹងហើយមិត្តភ័ក្តិវិញឲ្យតែឃើញតែកាន់ស៊ីកងគាត់គឺត្រូវតែសួរតែកាន់ស៊ីកងអំពីទំនាក់ទំនងរបស់ស៊ីកងជាមួយនឹងចង្វាយរបស់គាត់នឹងគឺយ៉ាងម៉េចហើយស៊ីកងវិញគឺមិនចង់ឲ្យតែកាន់មិត្តភ័ក្តិរបស់គាត់នឹងគឺសួរច្រើនពេកទេខ្ជិលឆ្លើយខ្លាំងណាស់និយាយបែបហ្នឹងហើយអ្នកទាំងអស់គ្នាមើលពីក្រោយខ្នងរបស់គាត់ទៅឥឡូវនឹងលេងយូវិញគាត់ក៏បានមកដល់ល្មមប្រាប់តែកាន់ស៊ីកងថានៅពេលថ្ងៃត្រង់គាត់គឺនឹងតែញ៉ាំអាហារជាមួយនឹងស៊ីកងប្រាប់បែបហ្នឹងហើយពួកគាត់ក៏បានចែកផ្លូវគ្នាដើម្បីទៅធ្វើការធ្វើឲ្យតែកាន់មិត្តភ័ក្តិរបស់គាត់យិញពេញវិញអូយរំភើបជាមួយនឹងទំនងរបស់ពួកគាត់ទាំងពីរអ្នកហ្នឹងខ្លាំងមែនទែនគេគឺស្វីតជាមួយនឹងគ្នាទោះបីជាម៉ោងធ្វើការយ៉ាងម៉េចក៏ដោយតែស៊ីកងវិញគឺលើកថាឥឡូវហ្នឹងអត់ទាន់ដល់ម៉ោងទេនៅសល់7នាទីទៀតបានម៉ោងធ្វើការនិយាយស្វីតមុនម៉ោងធ្វើការតើមិត្តភ័ក្តិវិញអត់ខ្វល់ទេឲ្យតែនៅក្នុងក្រុមហ៊ុនណាគឺដឹងតែម៉ោងធ្វើការហើយស្របពេលហ្នឹងដែរមីងរបស់ស៊ីកងវិញក៏បានខលមកទៅកាន់ស៊ីកងសួរទៅកាន់ស៊ីកងហ្នឹងគឺតនេអត់ស៊ីកងវិញគាត់ក៏បានប្រាប់ថាតនេអត់ដោយសារតែអត់ទាន់ដល់ម៉ោងធ្វើការហ្នឹងនោះមីងរបស់ស៊ីកងខលមកហ្នឹងដោយសារតែគាត់កំពុងតែមានគម្រោងមួយជាមួយនឹងមិត្តភ័ក្តិរបស់គាត់គឺរៀបចំនឹងសាងពាក់ព័ន្ធជាមួយនឹងអាគារដោយប្រើពន្លឺព្រះអាទិត្យហ្នឹងនោះហើយស៊ីកងមិនគាត់ហ្នឹងគឺធ្លាប់ធ្វើជាមួយនឹងគម្រោងមួយហ្នឹងនៅក្នុងក្រុមហ៊ុនរបស់គាត់អញ្ចឹងគាត់គឺចង់ឲ្យទៅកាន់ស៊ីកងហ្នឹងគឺជាអ្នកគ្រប់គ្រងជាមួយនឹងគម្រោងមួយហ្នឹងទៀតស៊ីកងឮបែបហ្នឹងហើយគាត់គឺពិតជាសប្បាយចិត្តខ្លាំងមែនទែនប្រាប់ទៅកាន់អ្នកមីងរបស់គាត់កុំព្រួយបារម្ភអ្នកមីងនៅពេលដែលបាននិយាយបែបហ្នឹងហើយភាគមួយនឹងស្លេះត្រឹមតែប៉ុណ្្នឹងហើយអរគុណអ្នកទាំងអស់គ្នាចាំជួបជាមួយនឹង admin ភាគទី31បន្តទៀតបាយបាយ